សួស្តីទាំងអស់គ្នាយើងធ្វើត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងវីដេអូថ្មីដែលនិយាយអំពីអត្ថប្រយោជន៍ទាំង8យ៉ាងពីផ្លែស៊ូមិនត្រឹមតែឆ្ងាញ់ហើយតែជួយសម្រក់ទម្ងន់យ៉ាងមានប្រសិទ្ធភាពផ្លែស៊ូមានយកវាងក្រោមដូចត្របែកហើយកាលពីធ្វើម្ហូបដ៏មានឱជារសផ្លែស៊ូក៏ផ្ទុកទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដែលយើងមិនធ្លាប់ដឹងទេថាវាជួយអ្វីខ្លះដល់សុខភាពរបស់យើងជាពិសេសសម្រាប់អ្នកមានជំងឺប្រចាំកាយតែម្ដងខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង8យ៉ាងពីផ្លែស៊ូដែលយើងកម្រនឹងដឹងណាស់ទី1ជាប្រភពអាហារដ៏ល្អសម្រាប់អ្នកដែលកំពុងតែគ្រប់គ្រងទម្ងន់ព្រោះថាផ្លែស៊ូ100ក្រាមផ្ដល់ថាមពលត្រឹមតែ13គីឡូកាឡូរីតែប៉ុណ្ណោះហើយក៏មានជាតិសរសៃអាហារដែលជួយដល់ការបន្តបង់ផងដែរទី2វាជាបន្លែដែលមានរសជាតិឈ្ងុយឆ្ងាញ់និងមានរសជាតិផ្អែមបន្តិចដែលមនុស្សគ្រប់វ័យសុទ្ធតែអាចទទួលទានបានទាំងអស់ហើយផ្លែស៊ូក៏ជួយលើសម្រស់បានដែរទី3មានផូស្វ័រដែលជួយជួសជុលការរពាក់និងការរហែកក្នុងខ្លួនដែលយើងមិនដឹងទី4អាចយកធ្វើជាភេសជ្ជៈជួយបន្ថយសម្ពាធឈាមនិងរំលាយគ្រោះក្នុងតម្រងនោមទី5ជួយបំពងបេះដូងនិងសរសៃឈាមឲ្យមានសុខភាពល្អទី6មានវីតាមីន C ដែលជួយកាត់បន្ថយការក្រហាយទ្រូងទី7មានជាតិហ្វូឡេតខ្ពស់ស័ក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះបរិភោគដើម្បីចិញ្ចឹមនិងជួយដល់ការលូតលាស់របស់ទារកតាំងពីនៅក្នុងផ្ទៃ8កាល់ស្យូមជួយថែរក្សាឆ្អឹងនិងធ្មេញអាចកំបាំងក្នុងការចម្អិនផ្លែស៊ូឲ្យកាន់តែមានរសជាតិឆ្ងាញ់និងជួយដល់សុខភាពបានគ្រប់មុខសូមកុំទុកវាឲ្យឆ្អិនពេកព្រោះកាន់តែនៅលើភ្លើងយូរវាកាន់តែបាត់បង់រសជាតិនិងការបាត់បង់តម្លៃអាហារូបត្ថម្ភសំខាន់ដែលយើងត្រូវទទួលបានអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ